បថ្ងៃមនុស្សចាស់នៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាជាច្រើនពិសេសទាក់ទងនឹងសុខភាពនិងជីវភាពរបស់ពួកគាត់មនុស្សចាស់តែងជួបបញ្ហាចំពោះរាងកាយពិបាកធ្វើចលនាហើយបរិមាណនៃការកើនជំងឺមិនឆ្លងដូចជាជំងឺលើសសម្ពាធឈាមជំងឺសន្លាក់ជំងឺទឹកនោមផ្អែមជំងឺមហារីកអន់ខ្សោយគំហើញនិងការស្ដាប់ព្រមទាំងជំងឺផ្សេងៗជាច្រើនទៀតកាន់តែមានការកើនឡើងដោយសង្កេតឃើញមានបញ្ហាទាំងអស់នេះហើយទើបសមាគមមនុស្សចាស់បានរៀបចំមានកម្មវិធីថែទាំថ្នាក់សហគមន៍សម្រាប់មនុស្សចាស់ហើយមានការសម្របសម្រួលបច្ចេកទេសពីអង្គការមនុស្សចាស់កម្ពុជាដែលផ្ដួចផ្ដើមនិងគាំទ្រដោយអង្គការមនុស្សចាស់ប្រទេសកូរ៉េកម្មវិធីថែទាំថ្នាក់សហគមន៍សម្រាប់មនុស្សចាស់មានកញ្ចប់កម្មវិធី4ធំៗគឺទី1សកម្មភាពថែទាំសុខភាពការអប់រំផ្សព្វផ្សាយនិងថែទាំសុខភាពបឋមសម្រាប់មនុស្សចាស់ទី2សេវាថែទាំមនុស្សចាស់តាមលំនៅឋានទី3កម្មភាពគាំទ្រការរស់នៅទី4ការគ្រប់គ្រងតាមដានករណីម៉ូននេះជួយកម្លាំងជួយផ្ទះខ្ញុំឈឺស្កាត់អីហ្នឹងគេជួយខ្ញុំវិញបាយចិត្តតែគេមកបានចោលមកជួយមើលខ្ញុំណាខ្ញុំក៏ក្តៅមែនទែនណាកូនអមគ្រុនដែររងថ្ងៃឈឺអីចង់បានគេញឹកញាប់ដែរណាកូនបើខ្ញុំទៅឈឺអីគេរវល់ការងារគេមកทำធម្មតាគេទៅណាចាការថែទាំមនុស្សចាស់នៅតាមផ្ទះនឹងធ្វើបានល្អធ្វើឲ្យជំងឺរបស់គាត់មានន័យថាគាត់អាចដឹងខ្លួនជាមុនអមពេលអមភាសាបាយអីអមកុំភាសាទៅតាមទម្លាប់ដែលអមឃ្លានដោយត្រីប្រៃត្រីអីអមកុំសោភាសាពេកណាអមអើយខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តខ្ញុំនឹកថាមនុស្សចាស់នៅពេលដែលគាត់ចាស់ទៅគឺគាត់ភាកច្រើនគឺគាត់ឯកោចាគឺគាត់មានចិត្តមួយដូចថាជំងឺផ្លូវចិត្តរបស់គាត់អញ្ចឹងណាគាត់គិតថានៅពេលដែលគាត់ចាស់ទៅពេលនៅជាមួយកូនគាត់ខ្លាចចិត្តកូនភាសាហើយគាត់នឹកថាគាត់នៅម្នាក់ឯងស្រួលជាងទោះបីថាគាត់មានប្រមាណគាត់ហូបប៉ុណ្ណឹងគាត់មិនបាក់ខ្លាចចិត្តគេចាហើយខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តនេះក៏ខ្ញុំគិតថាថ្ងៃមុខខ្ញុំនឹងខ្លាយទៅជាមនុស្សចាស់ដែរហើយខ្ញុំនឹងធ្វើគំរូមួយដើម្បីឲ្យក្មេងៗជំនាន់ក្រោយថាឲ្យគាត់ត្រូវតែចេះយកចិត្តទុកដាក់ចំពោះមនុស្សចាស់គឺជួយពិតប្រាកដសម្រាប់ខ្ញុំជារៀបចំរែកទឹកយកមកដាក់ងូតទឹកដូចម្ដាយរបស់ខ្ញុំអញ្ចឹងមកជារៀបចំជួតែអាចនឹកឃើញថាយើងមានលំនឹងទៅសម្រាប់ញាតិដែលអត់លំនឹងអញ្ចឹងយើងឲ្យខ្លាំងជាងគ្រួសារខ្ញុំសកម្មភាពថែទាំសុខភាពនៅតាមសហគមន៍គឺជាសកម្មភាពមួយល្អដែលអាចធ្វើឲ្យសហគមន៍របស់យើងខ្ញុំនឹងទទួលបាននៅសុខភាពល្អតាមរយៈការផ្សព្វផ្សាយតាមរយៈការចូលរួមពីមណ្ឌលសុខភាពពីមុនចាស់អត់សូវដែរមកមណ្ឌលសុខភាពទេក្រោយមកឃើញតែចាស់ហ្នឹងគាត់បានមកពិនិត្យសុខភាពសឹងថាគ្រប់ភូមិឲ្យតែចាស់មានបញ្ហាសុខភាពគាត់មកមណ្ឌលសុខភាពបានច្រើនអ្នកស្ម័គ្រចិត្តភូមិគាត់បានជួយថែទាំមនុស្សចាស់ហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនក្នុងការជួយក្នុងនេះគាត់បានជួយពិនិត្យឈាមជូនដល់មនុស្សចាស់ដែលជាសមាជិករបស់គាត់ដែលគាត់ជាអ្នកមើលការថែទាំហ្នឹងគាត់ទៅថែទាំគាត់យកព័ត៌មានមកដើម្បីរាយការណ៍មកជូនដល់ខ្ញុំរូបខ្ញុំដែលជាប្រធានសមាគមបំណាច់ខែឬក៏បំណាច់ឆ្នាំគាត់ថាត្រូវរាយការណ៍ឲ្យសមាជិកឬក៏អង្គភាពនឹងបានដឹងបានឮទាំងអស់គ្នាដើម្បីឲ្យមានតម្លាភាពមានកម្លាំងនឹងធ្វើបន្តទៅមុខទៀតបាទការថែទាំតាមផ្ទះនេះគឺយើងបានទាំងជួយបានទាំងក្តាប់ព័ត៌មានពីគាត់ហ្នឹងពីជំងឺពីការលំបាកអីរបស់គាត់នេះយកដើម្បីយើងយកមកធ្វើការដោះស្រាយជូនគាត់សកម្មភាពចំពោះការគ្រប់គ្រងក្នុងការរស់នៅយើងឃើញថាក្រោយពេលមានការយកចិត្តទុកដាក់ពីភូមិពីឃុំជាពិសេសសហគមន៍របស់គាត់ហ្នឹងធ្វើឲ្យការរស់នៅរបស់គាត់ហ្នឹងមានតកតងនឹងសុខភាពរបស់គាត់មានភាពល្អប្រសើរច្រើនមែនទែន
កន្លងមកនេះខ្ញុំបានវិភេកថាវិការមូលនិធិរបស់ឃុំ5លានអញ្ចឹងឲ្យទៅសមាគមនៅក្នុងឃុំដើម្បីកាត់យកនៅលុយនេះឯងហើយលុយនេះយកទៅចាត់ចែងកិច្ចការងារផ្សេងទៀតទៅតាមតម្រូវការរបស់មនុស្សចាស់នៅក្នុងឃុំរបស់យើង ហើយចុងក្រោយក៏សូមជាប្រាក់បៀវត្សជូនគាត់ទោះបីជាតិចជាច្រើនក៏ដោយឬមួយក៏មិនបានប្រចាំខែឲ្យបានថាប្រចាំបន់ដូចជាបន់ភ្ជុំបន់ឬមួយក៏បន់ចូលឆ្នាំអីចោះត្រឹមពីបន់ធំនឹងចោះជូនដល់គាត់ជាថវិកាតិចច្រើនអីក៏ដោយចាគឺមនុស្សចាស់ទាំងអស់គ្នានឹងមានកម្លាំងរស់មានទឹកចិត្តរស់ចាថានៅពេលដែលគាត់បានធ្វើការជូនជាតិជូនសង្គមពីមុននៅពេលដែលគាត់អស់ជីវិតទៅមនុស្សចំនួនក្រោយនឹងគិតគូរដល់គាត់